ចឹងចំពោះការប្រើប្រាស់នៃការបាញ់បន្តឹងស្បែកមុខទៅលើមនុស្សប្រុសតើមានក្បួនខ្នាតឬទេបាញ់ដូចគ្នាជាមួយមនុស្សស្រីឬមួយក៏បែបណាអ្នកទាំងអស់គ្នាការបន្តឹងស្បែកមុខទៅលើស្បែកមុខមនុស្សប្រុសមិនធ្វើដោយការបន្តឹងស្បែកមុខរបស់មនុស្សស្រីនោះទេព្រោះឆ្អឹងមុខរបស់មនុស្សប្រុសផ្នែកខាងក្រោមគឺមានទម្រង់ធំជាងមនុស្សស្រីទី2ឆ្អឹងថ្គាមរបស់គាត់នៅខាងលើមានទំហំញែកជាងមនុស្សស្រីទី3ឆ្អឹងថ្ពាល់របស់គាត់នៅខាងមុខក៏ធំជាងមនុស្សស្រីដែរអញ្ចឹងបើសិនជាយើងប្រើក្បាលដូចមនុស្សស្រីវិធីបាញ់ដូចមនុស្សស្រីឬក៏ការច្នៃដូចមនុស្សស្រីមនុស្សប្រុសម្នាក់នោះនឹងមុខស្រួចដូចជាមនុស្សស្រីតែនោះគឺជាអ្វីដែលមនុស្សប្រុសគ្រប់រូបមិនចង់បានទេអញ្ចឹងទៅនៅក្នុងប្រទេសរបស់យើងមនុស្សប្រុសមិនសូវចូលចិត្តការបន្តឹងស្បែកមុខឡើយប៉ុន្តែអ្នកទាំងគ្នាបំភ្លេចចោលការបន្តឹងស្បែកមុខសម័យបុរាណសម័យបច្ចុប្បន្នឆ្នាំ2026ការបន្តឹងស្បែកមុខរបស់មនុស្សប្រុសគឺយើងធ្វើទៅតាមស្តង់ដារ FDA ដែលទៅនឹងចេញថ្មីគឺការបន្តឹងស្បែកមុខដែលធ្វើទៅឲ្យគាត់ស្អាតជាលក្ខណៈមនុស្សប្រុសមាន confidence ជាលក្ខណៈមនុស្សប្រុសមុខរបស់គាត់មានទម្រង់មានចរឡាញច្បាស់លាស់ហើយមុខរបស់គាត់នៅតែជាមនុស្សប្រុសមិនមែនស្អាតបែបមនុស្សស្រីនោះទេអញ្ចឹងបងសូមណែនាំសេវាកម្មមួយនៅក្នុង clinic របស់យើងគឺ Ultra Focus for Men អញ្ចឹងនេះគឺជាសេវាកម្ម Ultra Focus for Men ដែលយើងធ្វើទៅលើអ្នកជំងឺរបស់យើងអ្នកជំងឺទី1គឺលោកប្រចាំដិតផ្សេងសំណាងលទ្ធផលដែលគាត់ទទួលបានបន្ទាប់ពីធ្វើសេវាកម្មនេះហើយគឺមុខរបស់គាត់ទី1ផ្នែកខាងក្រោមរបស់គាត់គឺស្រកខ្លាញ់បឺកដែលធ្វើឲ្យខ្លាញ់បឺកហ្នឹងមើលទៅឃើញគាត់ចាស់ជាងអាយុអញ្ចឹងនេះជាមុខរបស់គាត់ដែលគាត់ធ្វើសេវាកម្មហើយមុខរបស់គាត់ស្រកខ្លាញ់ជាងមុនមានទម្រង់ច្បាស់សាច់ស្ពណ៌របស់គាត់ឡើងទៅលើជាងមុនដែលធ្វើឲ្យមុខរបស់គាត់ក្មេងជាងវ័យហើយមានភាពជឿជាក់អ្នកជំងឺទី2គឺជាង make up ផ្ទាល់ខ្លួនរបស់បងនេះគឺជាមុខដែលគាត់មិនទាន់ធ្វើសេវាកម្មហើយនេះគឺជាលទ្ធផលដែលគាត់ទើបតែទទួលសេវាកម្មនេះហើយអញ្ចឹងនៅបណ្ដាប្រទេសទូទាំងពិភពលោកមនុស្សប្រុសណាក៏គេទទួលសេវាកម្មនេះដែរដោយសារជួយឲ្យគាត់ក្មេងជាងវ័យឲ្យគាត់មានភាពជឿជាក់ជាងមុនអញ្ចឹងសម័យបច្ចុប្បន្នហើយមនុស្សប្រុសមិនចាំបាច់ទុកភាពដែលមិនស្អាតនៅក្នុងខ្លួនទៀតទេយើងគ្រាន់តែប្រើក្បាលនេះគឺជារបស់ពិសេសមួយដែលជួយធ្វើឲ្យមនុស្សប្រុសសង្ហាបន្ថែមភាពជឿជាក់រកលុយដោយទំនុកចិត្ត